ប្រសិនបើអ្នកអាចប្រើផ្លូវកាត់ធ្វើដំណើរឆ្លងចក្រវាឡផ្លូវរងឆ្លងកាត់លំហនិងពេលវេលាការបត់បែនតាមច្បាប់ reality វាមិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រនោះទេវាត្រូវបានគេហៅថា wormhole ថ្ងៃនេះយើងកំពុងផ្ដោតអារម្មណ៍ចូលទៅក្នុងផ្នត់គំនិតដ៏ចម្លែកបំផុតមួយនៃច្បាប់រូបវិទ្យាសូមស្វាគមន៍មកកាន់ពិភព wormhole wormhole ជាទ្រឹស្ដីផ្លូវដែលតភ្ជាប់ចំណុចពីរនៅក្នុងលំហឬពេលសម័យមើលលំហជាក្រដាសអ្នកបត់វាយកចំណុចពីរមកផ្គប់គ្នាហើយចោះរន្ធមួយវាជាផ្លូវកាត់ដែលគេឲ្យឈ្មោះថា wormhole បើតាមទ្រឹស្ដីវាអាចធ្វើដំណើរបានល្បឿនលឿនជាងពន្លឺមិនមែនដោយការបង្កើនល្បឿននោះទេប៉ុន្តែវាជាទ្រឹស្ដីមួយដោយរំលងលំហនៅចន្លោះទាំងនោះគំនិតនេះកើតចេញពីទ្រឹស្ដីទំនាក់ទំនងទូទៅរបស់លោក Albert Einstein General Relativity នៅឆ្នាំ1935លោក Einstein និងរូបវិទូម្នាក់មានឈ្មោះថា Nathan Rosen បានលើកឡើងពីរបបកំហើញដែលជាទ្រឹស្ដីពួកគេដែលដាក់ឈ្មោះថា Einstein-Rosen break ដែលជាដំណោះស្រាយខាងគណិតវិទ្យាអាចឲ្យមានលទ្ធភាពក្នុងការតភ្ជាប់រយៈចម្ងាយឆ្ងាយនៅទូទាំងសកលលោកតែមានបញ្ហាមួយពពួក wormhole ទាំងនោះមិនបានមានវត្តមានស្ថិតស្ថេរនោះឡើយវាកើតឡើងនិងបាត់ទៅវិញស្ទើរតែភ្លាមចាំតិចសិនអ្នកត្រូវការរូបធាតុកម្រ exotic matter និងអ្វីមួយដែលមានដងស៊ីតេថាមពលអវិជ្ជមាន negative energy density It sounds like crazy ទ្រឹស្ដីរូបវិទ្យាកងតិចលើកឡើងថាវាអាចទៅរួចអញ្ចឹងតើ wormhole មានពិតមែនដែរឬទេឥឡូវនេះវានៅត្រឹមតែជាទ្រឹស្ដីគ្មាននរណាមើលឃើញព្រមទាំងគ្មាននរណាបង្កើតវាបានឡើយប៉ុន្តែរូបវិទូមានជំនឿថាឥទ្ធិពលកង់តិចនៅជុំវិញប្រហោងខ្មៅអាចនឹងប្រាប់ចម្លើយពីរបៀបដែល wormhole ចាប់កកើតឡើងប្រសិនបើមាន wormhole ដែលមានស្ថិរភាពវាអាចឲ្យមានការធ្វើដំណើរឆ្លងពេលវេលាមាត់មួយនៅទីតាំងក្នុងពេលបច្ចុប្បន្នហើយមាត់ម្ខាងទៀតស្ថិតនៅក្នុងពេលអតីតកាលឆ្លងកាត់ពីមួយទៅមួយហើយប្រវត្តិសាស្ត្រត្រូវតែមានការផ្លាស់ប្ដូរជារៀងរហូតwormhole បានក្លាយជាប្រធានបទបែបវិទ្យាសាស្ត្រដែលគេតែងតែលើកយកមកនិយាយជាច្រើនទសវត្សរ៍មកហើយវាជារឿងនិទានតោះយើងចាប់ផ្ដើមស្វែងយល់នៅក្នុងចក្រវាឡដ៏ល្វឹងល្វើយរបស់យើងនិងក្នុងពេលចម្លែកដំណើរគ្នានេះដែរលោកមានលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីឲ្យយើងបន្តដាក់ការសង្ស័យ wormhole ជាសមត្ថកម្មចាស់តែមិនហួសសម័យគឺព្រោះតែថាវាអាចឲ្យគេធ្វើដំណើរក្នុងល្បឿនលឿនជាងពន្លឺឬអាចឆ្លងទៅចក្រវាឡដែលនៅឆ្ងាយសឹងមិនគួរឲ្យជឿអាចមានវត្តមានជាពហុចក្រវាឡក៏ថាបានព្រោះតែវាត្រូវបានគេប្រើជាស្ពានទើបតែឆ្លងកាត់បានភ្លាមដោយមិនចំណាយពេលយូរបើយោងតាមទ្រឹស្ដី Einstein-Rosen break ពួកគេបានសន្មតថានៅក្រោមលក្ខខណ្ឌប្រាកដពិតជាមួយលំហពេលអាចកោងមានសន្តានដូចជាផ្លូវក្រោមដីដែលមានចំណុចពីរតភ្ជាប់គ្នាផ្លូវនេះនឹងតភ្ជាប់ទីតាំងក្នុងចម្ងាយឆ្ងាយដែលមានចាប់ពីពីរឡើងអាចមានវត្តមានក្នុងលំហឬពេលហើយជាគោលការណ៍អាចឲ្យមានលទ្ធភាពក្នុងការធ្វើដំណើរក្នុងល្បឿនលឿនដែលសឹងមិនគួរឲ្យជឿនៅក្នុងទ្រឹស្ដីរូបវិទ្យា wormhole អាចមានពីរប្រភេទធំៗទី1ពពួក wormhole ដែលអាចឆ្លងកាត់បាន wormhole ទាំងនោះនឹងអនុញ្ញាតឲ្យរូបធាតុនិងថាមពលឆ្លងកាត់ដោយសុវត្ថិភាពដើម្បីឲ្យវាកើតឡើង wormhole ចាំបាច់ត្រូវបើកក្នុងទម្រង់មួយចំនួននៃរូបធាតុកម្រ exotic matter ដែលនឹងមានលក្ខណៈសម្បត្តិមិនធម្មតាដូចជា density ថាមពលអវិជ្ជមាន negative energy density ឬ mass អវិជ្ជមាន negative mass exotic matter គឺជាសមត្ថកម្មសុទ្ធសាធនៅចំណុចនេះគ្មាននរណាម្នាក់ធ្លាប់សង្កេតឃើញឬបង្កើតវាបានឡើងឡើយទេទោះបីជាវាស្ថិតនៅជាដំណោះស្រាយខាងរូបវិទ្យាដែលកើតឡើងពីគំរូទ្រឹស្ដីរូបវិទ្យាក៏ដោយទី2 non-traversable wormhole ផ្អែកតាមទ្រឹស្ដី Einstein-Rosen break ដែលលោក Einstein និងលោក Rosen បានពិពណ៌នាជាលើកដំបូងអំពីលក្ខណៈនៃ wormhole ទាំងនេះពួកវាមិនមានស្ថិរភាពគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យវត្ថុមួយអាចធ្វើដំណើរឆ្លងកាត់ចំណុចពីរនោះបានទេវានឹងចំបាច់វត្ថុដែលឆ្លងកាត់តិចទីនៅពេលដែលមានអ្វីមួយធ្វើដំណើរឆ្លងកាត់វាទាំងនោះគឺជាប្រហោង
ងខ្មៅ black hole black hole ខ្លះមានរចនាសម្ព័ន្ធ wormhole ដែលมันអាចឆ្លងកាត់បាននៅចំណុចកណ្ដាលរបស់វាផ្ទុយទៅវិញបើសិនបើមានវត្ថុដែលខិតទៅជិតវាវត្ថុនោះនឹងត្រូវបំផ្លាញដោយកម្លាំងទំនាញដ៏សម្បើមសូម្បីតែពន្លឺក៏មិនអាចគេចចេញពីវាបានដែរជារឿយៗ wormhole ត្រូវបានគេប្រៀបធៀបទៅនឹងប្រហោងខ្មៅដោយសារតែវាមានទំនាក់ទំនងដូចគ្នាបើប្រៀបធៀបទៅនឹងទ្រឹស្ដី General Relativity របស់លោក Einstein ប្រហោងខ្មៅគឺជាតំបន់មានទំនាញខ្លាំងគ្មានអ្វីអាចគេចចេញបានសូម្បីតែពន្លឺនៅក្នុងសម័យកាលទំនាក់ទំនងទូទៅ General Relativity ការពិពណ៌នាគណិតវិទ្យានៃប្រហោងខ្មៅជាពិសេសប្រហោងខ្មៅ Schwarzschild សុទ្ធសឹងតែមានចំណុច singularity មួយដែលជាចំណុចធ្វើឲ្យលំហពេលកោងដែលច្បាប់រូបវិទ្យាមិនអាចគណនាបានទ្រឹស្ដី Einstein-Rosenberg ដែលត្រូវបាននិយាយអំពី wormhole វាពិតជាកើតចេញពីការសិក្សាអំពីប្រហោងខ្មៅពួកគេជឿថាប្រហោងខ្មៅដែលមានរង្វង់ Schwarzschild អាចត្រូវបានភ្ជាប់ទៅនឹងកញ្ចក់ចក្រវាឡ Mirror Universe ដោយសារតែទ្រឹស្ដីនេះប៉ុន្តែការតភ្ជាប់មានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះហើយបន្ទាប់មកវានឹងដួលរលំដែលធ្វើឲ្យវាមិនអាចឆ្លងកាត់បានប្រភេទប្រហោងខ្មៅមួយចំនួនដែលហៅថាប្រហោងខ្មៅ Kerr black hole ប្រហោងខ្មៅដែលមានចលនាបង្វិលជារង្វង់ rotating black hole ប្រហែលជាមានទំនាក់ទំនងជាមួយតំបន់ផ្សេងគ្នានៃលំហពេលដោយបង្កើតជា wormhole នេះឯងបើទោះបីជាយ៉ាងនេះក្តីអ្វីក៏ដោយដែលស្ថិតជិតដល់ព្រឹត្តិការណ៍ Event Horizon ប្រហោងខ្មៅនេះច្បាស់ជាត្រូវផ្ទុះបែកដោយកម្លាំងទំនាញដ៏សម្បើមដែលធ្វើឲ្យលទ្ធភាពនៃការធ្វើដំណើរតាមរយៈ wormhole ពិតជាមិនអាចទៅរួច wormhole ជាការសម័យរបស់យើងហើយរុញច្រានព្រំដែននៃអ្វីដែលយើងបានអាចធ្វើទៅបានមិនថាពួកវាមានពិតឬគ្រាន់តែជាគណិតវិទ្យាវាអាចបង្ហាញយើងថាសកលលោកគឺចម្លែកជាងអ្វីដែលយើងធ្លាប់គិតទៅទៀតសូមអរគុណសម្រាប់ការទស្សនាសូមជួយចុច like subscribe និងទម្លាក់ទ្រឹស្ដី wormhole របស់អ្នកនៅក្នុងទង់មតិយោបល់ខាងក្រោមជួបគ្នានៅវីដេអូបន្ទាប់